សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូនិយាយអំពីការប្រើប្រាស់ UX UI Design ដោយប្រើប្រាស់ Figma មុននឹងប្រើប្រាស់ Design ដោយប្រើ Figma យើងត្រូវស្គាល់សិនថាអ្វីទៅជា Figma Figma គឺជា Cloud Based Design Tool ដែលនិយាយឲ្យចំគឺយើងប្រើវានៅលើ website ក៏បាននៅលើ app ក៏បានហើយទិន្នន័យដែលយើងធ្វើ project ទាំងអស់ហ្នឹងគឺវា store នៅក្នុង cloud ដូច្នេះយើងមិនបាច់បារម្ភពីការបាត់ទិន្នន័យទេព្រោះអីវា store ទុកនៅក្នុង cloud របស់ website Figma ហើយជាទូទៅគេប្រើប្រាស់ UX UI design នៅលើ Figma មានដូចជាធ្វើ wireframe prototype និង graphic design ហើយយើងក៏មិនចាំបាច់ដំឡើងច្រើនដែរដែលយើងអាចប្រើលើ browser គ្រាន់តែ search ពាក្យថា Figma ហើយយើងប្រើប្រាស់បានធម្មតាឬក៏ដំឡើង app វាដោយមិនសូវស៊ី gigabyte ច្រើនផងដែរហើយមួយវិញទៀតគឺហេតុអ្វីបានយើងត្រូវប្រើ Figma គឺវា support collaboration មានន័យថាយើងអាចបើយើងមាន team 3-4 នាក់យើងអាចធ្វើ collaboration ជាមួយមនុស្សច្រើនគ្នាក្នុងពេលតែមួយមានន័យថាយើងអាច design project មួយប្រហែលអ្នកក៏បានដែរអាច design project មួយហ្នឹងជុំគ្នាគ្រប់ពេលវេលាគ្រប់ទីកន្លែងហើយមួយវិញទៀតវាមានភាពងាយស្រួលគឺវាអាចដំណើរការលើគ្រប់ឧបករណ៍ទាំងអស់ឲ្យតែមានអ៊ីនធឺណិតមិនថាទូរស័ព្ទ computer tablet laptop អីជាដើមហើយចំណុចពិសេសមួយទៀតគឺវាងាយស្រួលចែករំលែកដោយវាមាន link សម្រាប់ share ដែលយើងគ្រាន់តែចុច link share យើងអាចផ្ទេរឯកសាររបស់យើងឲ្យអ្នកដទៃមើលបានហើយក៏អាច share link នោះដើម្បីឲ្យ team របស់យើងចូលធ្វើការរួមជាមួយយើងផងដែរហើយ Figma មានលក្ខណៈជា cross platform មានន័យថានៅលើ computer គឺ Windows ក៏អាចប្រើបាន Mac ក៏អាចប្រើបាន Linux ក៏អាចប្រើបានហើយអ្វីដែលសំខាន់គឺ Figma គឺ free យើងអាចប្រើបានដោយ free ដើម្បីប្រើប្រាស់ Figma បានគឺយើងគ្រាន់តែវាយ Figma នៅលើ browser របស់យើងហើយយើងនឹងឃើញនៅលើគេនេះគឺជា website របស់ Figma ហើយយើងគ្រាន់តែចុចចូល website នេះហើយតម្លើង account របស់យើងហើយយើងនឹងអាចបើក project ធ្វើ Figma បានដោយ free